ការរំដោះខ្លួនចេញពីសម្ពាធនៃបណ្ដាញសង្គមតើទូរស័ព្ទរបស់អ្នកគឺជាបង្អួចសម្រាប់មើលពិភពលោកឬវាជាទ្រង់ឃុំឃាំងផ្លូវចិត្តរបស់អ្នកយើងចំណាយពេលរាប់ម៉ោងអូសកាត់ជីវិតអ្នកដទៃដែលមិនមែនជាយើងប្រាថ្នាចង់បានអ្វីដែលយើងមិនមាននិងមិនមានអារម្មណ៍ថាហត់នឿយទាំងដែលមិនទាន់បានធ្វើអ្វីសោះអ្នកមិនមែនហត់ដោយសារអ្នកធ្វើការច្រើនពេកទេប៉ុន្តែអ្នកហត់ដោយសារអ្នកខ្សែព័ត៌មានច្រើនពេកវាដល់ពេលដែលត្រូវសួរខ្លួនឯងថាតើពេលណាចុងក្រោយដែលអ្នកបានអង្គុយក្នុងភាពស្ងប់ស្ងាត់ដោយមិនមានទូរស័ព្ទនៅក្នុងដៃវដ្តនៃការអូសទូរស័ព្ទដោយគ្មានគោលដៅគឺជារឿងពិតយើងឆែកទូរស័ព្ទភ្លាមនៅពេលភ្ញាក់ពីគេងនិង1វិនាទីមុនពេលចូលគេងយើងតែងតែបង្ខំខួរក្បាលឲ្យមើលឃើញតែភាពល្អឥតខ្ចោះរូបរាងដ៏ស្អាតដំណើរកម្សាន្តដ៏ថ្លៃថ្នូរនិងភាពជោគជ័យដ៏អស្ចារ្យរឿងនេះបង្កើតឲ្យមានការហត់នឿយផ្លូវចិត្តដោយមិនដឹងខ្លួនវាជាការព្រួយបារម្ភដែលប្រាប់អ្នកថាប្រសិនបើអ្នកមិននៅអនឡាញឬមិនរវល់ទេនោះអ្នកកំពុងដើរយឺតជាងគេប៉ុន្តែការភ្ជាប់ទំនាក់ទំនងរហូតបែបនេះកំពុងតែបូមយកភាពច្នៃប្រឌិតនិងលួចយកសេចក្តីសុខសាន្តរបស់អ្នកទៅបាត់នេះគឺជាចំណុចរបត់របស់អ្នកការមិនធ្វើអ្វីសោះមិនមែនជាការខាត់បង់ពេលវេលានោះទេវាគឺជាតម្រូវការសម្រាប់ការរីកចម្រើនដូចជាព្រៃឈើដែលត្រូវការភាពស្ងប់ស្ងាត់ក្នុងរដូវរងាដើម្បីរីកស្គុះស្គាយក្នុងរដូវផ្ការីកខួរក្បាលរបស់អ្នកក៏ត្រូវការភាពស្ងប់ស្ងាត់ដើម្បីស្ដារថាមពលឡើងវិញដែរខណៈពេលដែលអ្នកសម្រេចចិត្តដាក់ទូរស័ព្ទចុះហើយទទួលយកភាពអផ្សុកនោះអ្នកនឹងទទួលបានអំណាចរបស់អ្នកត្រឡប់មកវិញអ្នកចាប់ផ្ដើមឮសំឡេងគំនិតផ្ទាល់ខ្លួនម្ដងទៀតអ្នកចាប់ផ្ដើមដឹងថាអ្នកមិនចាំបាច់បង្ហាញខ្លួនលើអនឡាញដើម្បីមានតម្លៃក្នុងជីវិតពិតនោះទេដូច្នេះតើយើងរំដោះខ្លួនពីភាពហត់នឿយនេះដោយរបៀបណាសាកល្បងជំហានតូចៗទាំងពីរនេះទី1ម៉ោងដ៏វិសុទ្ធក្នុងរយៈពេល1ម៉ោងដំបូងនៃពេលព្រឹកសូមទុកទូរស័ព្ទរបស់អ្នកនៅបន្ទប់ផ្សេងកុំអូស Facebook កុំមើលព័ត៌មានកុំតបសារមានតែអ្នកគំនិតរបស់អ្នកនិងអាហារពេលព្រឹករបស់អ្នកទី2បិទសំឡេងរំខានបិទការជូនដំណឹង notifications ទាំង LINE ណាដែលមិនចាំបាច់ប្រសិនបើវាមិនមែនជាសារពីមនុស្សពិតប្រាកដទេអ្នកមិនចាំបាច់មើលវាភ្លាមនោះទេគ្រប់គ្រងអេក្រង់របស់អ្នកបើមិនដូច្នោះទេវានឹងគ្រប់គ្រងអ្នកវិញផ្លូវចិត្តរបស់អ្នកគឺជាសួនច្បារប្រសិនបើអ្នកចាក់បំពេញវាដោយសំឡេងរំខានពីជីវិតអ្នកដទៃនោះក្តីស្រមៃរបស់អ្នកនឹងគ្មានកន្លែងសម្រាប់ការរីកលូតលាស់ឡើយឈប់សម្រាកខ្លះទៅដើរលេងខាងក្រៅដោយគ្មានទូរស័ព្ទស្ដាប់ភាពស្ងប់ស្ងាត់ប្រសិនបើអ្នកនឹងសាកល្បងការផ្អាកពី Digital នៅក្នុងសប្តាហ៍នេះសូមបញ្ចេញមតិពាក្យថា Detox នៅក្នុង comment ខាងក្រោមតោះបង្កើតជីវិតមួយដែលយើងមិនចាំបាច់រត់គេចពីវានេះគឺផ្កាស្លា TV ហើយចំណុចរបត់របស់អ្នកចាប់ផ្ដើមពីពេលឥឡូវនេះ